ជំរាបសួរទស្សនិកជនជាទីគោរពសូមស្វាគមន៍មកកាន់កម្មវិធីព័ត៌មានថ្មីពីកោជបនៅព្រឹកថ្ងៃទី10ខែធ្នូឆ្នាំ2025គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអនុញ្ញាតឲ្យក្រុមនិស្សិត JLP អាហារូបករណ៍រដ្ឋាភិបាលនូវេសេឡង់ចូលជួបសម្ដែងការគួរសមនិងផ្ដល់អនុសាសន៍ណែនាំល្អៗដល់ក្រុមនិស្សិតមុននឹងទៅបន្តការសិក្សានៅប្រទេសនូវេសេឡង់ដោយមានការអនុញ្ញាតពីឯកឧត្តមប្រាជ្ញាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនាព្រឹកថ្ងៃទី10ខែធ្នូឆ្នាំ2025ប្រតិភូតំណាងកោជបដឹកនាំដោយឯកឧត្តមមុកតារាអគ្គលេខាធិការរងកោជបបានទទួលជួបក្រុមនិស្សិតជេលៀភីអាហារូបករណ៍រដ្ឋាភិបាលនូវេសេឡង់សម្រាប់ឆ្នាំសិក្សា2026ឆ្នាំ2027នៅទីស្តីការកោជបមុននឹងទៅបន្តការសិក្សានៅប្រទេសនូវេសេឡង់ជាកិច្ចចាប់ផ្ដើមឯកឧត្តមមុកតារាអគ្គលេខាធិការរងកោជបបានសម្ដែងនៅការអបអរសាទរនិងកោតសរសើរព្រមទាំងបានណែនាំឲ្យនិស្សិតទាំងអស់ត្រូវប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹងនិងបទពិសោធន៍ល្អៗពីបណ្ដាប្រទេសទាំងនោះដើម្បីកសាងសមត្ថភាពរបស់ខ្លួនចូលរួមអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជានៅក្នុងឱកាសនេះដែរឯកឧត្តមអគ្គលេខាធិការរងបានធ្វើបទបង្ហាញអំពីព័ត៌មានទូទៅរបស់កោជបដូចជាខ្លឹមសារនៃនិមិត្តសញ្ញារបស់កោជបសមាជិកភាពកោជបចាប់តាំងពីឆ្នាំ1998រហូតមកដល់បច្ចុប្បន្នមិនតែប៉ុណ្ណោះឯកឧត្តមក៏បានបង្ហាញអំពីរចនាសម្ព័ន្ធរបស់អគ្គលេខាធិការដ្ឋានកោជបផងដែរឯកឧត្តមបានបញ្ជាក់ថាកោជបគឺជាអង្គការដែលមានសមត្ថកិច្ចរៀបចំចាត់ចែងនិងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រព្រមទាំងការបោះឆ្នោតផ្សេងៗទៀតតាមការកំណត់នៃច្បាប់កោជបត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនប្រកបដោយឯករាជ្យនិងអព្យាក្រឹតដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបកកោជបមានសិទ្ធិពេញលេញក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួនស្របតាមច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃកោជបច្បាប់ស្តីពីការបោះឆ្នោតជាធរមានបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំពោះសមិទ្ធផលនៃការបោះឆ្នោតដែលកោជបសម្រេចបានវិញឯកឧត្តមបានពន្យល់ថាចាប់ពីឆ្នាំ1998រហូតមកទល់បច្ចុប្បន្ននេះកម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯងសរុបចំនួន19លើកមកហើយដែលការរៀបចំការបោះឆ្នោតលើកដំបូងនៅថ្ងៃទី26ខែកក្កដាឆ្នាំ1998គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី2ក្នុងចំណោមការបោះឆ្នោតទាំង19លើកនេះមានការបោះឆ្នោតសកលចំនួន11លើកនិងការបោះឆ្នោតអសកលចំនួន8លើកនៅកម្ពុជាការបោះឆ្នោតសកលរួមមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឯកឧត្តមក៏បានរំលេចដែរថាការបោះឆ្នោតនៅកម្ពុជាមាន4ដំណាក់កាលសំខាន់ៗរួមមានការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតការចុះបញ្ជីគណៈបកនយោបាយចុះឈ្មោះបោះឆ្នោតនិងបញ្ជីបេក្ខជនចុះឈ្មោះការឃោសនាបោះឆ្នោតការបោះឆ្នោតការរាប់សន្លឹកឆ្នោតនិងការប្រកាសលទ្ធផលនៃការបោះឆ្នោតពាក់ព័ន្ធដំណើរការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឯកឧត្តមបានបញ្ជាក់ថាពីមុនដំណើរការនេះកោជបបានអនុវត្តដោយដៃចាប់តាំងពីឆ្នាំ2016មកកោជបបានធ្វើទំនើបកម្មដោយធ្វើការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រវិញដែលធ្វើឲ្យបញ្ជីបោះឆ្នោតមានភាពច្បាស់លាស់និងសុក្រឹតជាងការចុះឈ្មោះបោះឆ្នោតដោយដៃឯកឧត្តមបានបន្ថែមថាដើម្បីឲ្យបញ្ជីបោះឆ្នោតមានភាពពេញលេញភាពត្រឹមត្រូវនិងបច្ចុប្បន្នភាពកោជបត្រូវអនុវត្តការងារពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតជារៀងរាល់ឆ្នាំដើម្បីឲ្យអ្នកដែលមានអាយុ18ឆ្នាំដែលមិនទាន់បានចុះឈ្មោះពីមុនមកអ្នកដែលមានទិន្នន័យក្នុងបញ្ជីបោះឆ្នោតកត់ត្រាមិនបានត្រឹមត្រូវនិងអ្នកដែលមិនបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតរូបថតនិងស្នាមខ្ចៅដៃក្នុងរយៈពេលយ៉ាងតិច10ឆ្នាំដើម្បីមកធ្វើបច្ចុប្បន្នភាពជាមួយក្រុមចុះឈ្មោះបោះឆ្នោតក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំក្រៅពីការងារបោះឆ្នោតនៅកម្ពុជាឯកឧត្តមក៏បានជម្រាបជូនអំពីគោលការណ៍នៃការបោះឆ្នោតប្រកបដោយលក្ខណៈប្រជាធិបតេយ្យគឺអនុវត្តតាមគោលការណ៍សំខាន់ចំនួន5រួមមានគោលការណ៍នៃការបោះឆ្នោតជាសកលដោយសេរីដោយស្មើភាពដោយផ្ទាល់និងដោយសម្ងាត់ជាចុងបញ្ចប់ក្រុមនិស្សិត JLP អាហារូបករណ៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ
ដែលកោជបបានអនុញ្ញាតឲ្យពួកគាត់ចូលមកសម្ដែងការគួរសមនិងទទួលបានអនុសាសន៍ណែនាំល្អៗមុននឹងទៅបន្តការសិក្សានៅប្រទេសនូវែលសេឡង់បន្ទាប់ពីជំនួបនេះបានបញ្ចប់ក្រុមនិស្សិតក៏បានចូលទស្សនាបណ្ណាល័យរបស់កោជបផងដែរសូមជម្រាបជូនថាក្រុមនិស្សិតដែលបានមកជួបកោជបនៅថ្ងៃនេះមានចំនួន30រូបដែលជានិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា2026-2027ចាស់ទស្សនិកជនជាទីគោរពកម្មវិធីផ្សាយព័ត៌មានថ្មីពីកោជបនៅពេលនេះបានឈានមកដល់ទីបញ្ចប់នាងខ្ញុំនិងក្រុមការងារផ្សាយសូមអរគុណសូមជម្រាបលា